អប់រំចិត្តណាគឺការអប់រំចិត្តរបស់យើងកំចាត់ចិត្តណាកិលេសកំចាត់កាមកិលេសក៏បែបយ៉ាងការចម្ពាក់នេះចម្ពាក់នោះណាចម្រើនចិត្តហើយហ្នឹងដោយព្រះអង្គលើកខាងដើមអញ្ចឹងរឿងចម្រើនចិត្តយើងមិនមែនចម្រើនតែពេលនៅវត្តទេណាញាតិញោមណាហើយបើចម្រើនតែពេលនៅវត្តហ្នឹងញាតិញោមរលកទេសនាទេអត់តន់ទេណាយើងនៅវត្តយើងស្ដាប់លោកទេសនាយល់យើងយកទៅប្រណិប័តនៅផ្ទះព្រោះអីព្រោះនៅវត្តហ្នឹងគ្មានអ្នកតលងតងម៉ាំងជាមួយយើងទេណានៅវត្តហ្នឹងគ្មានអ្នកទឹះតល់ចិត្តយើងទេរឿងដែលយើងត្រូវអប់រំគឺត្រូវអប់រំនៅពេលដែលយើងចេញឆ្ងាយពីផ្ទះហ្នឹងឧទាហរណ៍ដូចញាតិញោមទៅពេទ្យណាទៅព្យាបាលជំងឺនៅពេទ្យគេមានថ្នាំមានអីឲ្យណាប្រាប់ញាតិញោមហាត់ប្រាណញាតិញោមហាត់ប្រាណទៅពេលនៅពេទ្យហូបថ្នាំទៅពេលនៅពេទ្យចេញមកពេទ្យផ្ដាំថាញាតិញោមឲ្យបងប្អូនអីហូបថ្នាំចេញមកយើងអត់បានធ្វើតាមទៅដេកតដីអត់អនាម័យរកពេទ្យសំថ្នាំឲ្យអត់តន់ទេណាញាតិញោមយ៉ាងណាមិញដូចធរអញ្ចឹងកាលណាដែលយើងស្ដាប់តែពេលនឹងហើយមកវត្តចម្រើនតែពេលនៅវត្តទៅដល់ផ្ទះនេះចាំមកចម្រើននៅវត្តជាកូនសិនអានឹងអត់កើតទេអានឹងគេមិនហៅអ្នកចម្រើនធរទេក៏មិនហៅថាអ្នកអប់រំចិត្តដែរកាលណាយើងរៀនអប់រំចិត្តបានយើងឈរនៅលើបង្គោលជាអ្នកដែលអប់រំចិត្តយើងបានចិត្តយើងខ្នក់ចិត្តយើងវិធ្ងន់យើងមើលទៅបទជនគឺងាយណាស់ញាតិញោមចិត្តរបស់បទជនណាដូចជាកជារបស់យើងនឹងងាយណាស់លើសំឡេងតិចតួចនឹងចាប់អារម្មណ៍យើងនឹងវាខឹងចឹងគ្រប់ពេលត្រូវមានសតិសម្បញ្ញៈសតិសម្បញ្ញៈព្រះសម្មាសម្ពុទ្ធអង្គសម្ដែងថាជាធម៌ដែលមានឧបការៈច្រើនបំផុតសតិសម្បញ្ញៈសតិគឺការរលឹកដឹងសម្បញ្ញៈគឺការនឹកឃើញយើងនឹកឃើញមុននឹងនិយាយយើងមិននឹកសិនយើងមិនដឹងសិនបើយើងនិយាយកើតមែនទេដូចក្នុងពេលផ្សាយនោះអាត្មានិយាយក៏អាត្មាមានសតិសម្បញ្ញៈក្នុងខ្លួនគ្រប់គ្រងអារម្មណ៍ខ្លួនឯងបើយើងនិយាយទៅអារម្មណ៍យើងអត់នៅខ្លួនអារម្មណ៍មិនមូលដូចព្រះអង្គលើកខាងដើមជាកាលណាភ័យអារម្មណ៍មិនមូលនិយាយអត់ចេញទេមិននឹងថារកធម៌អ្វីនិយាយតែបើក្រៅវិជុនិយាយពីនិយាយរូដោយសារអីมันបានសកាត់ចិត្តលើធ្ងន់ខ្លួនឯងអញ្ចឹងចិត្តយើងមិនមែនថាតែស្ដាប់លោកទេសនាចម្រើនតែកន្លះម៉ោងលោកទេសនាឲ្យផុតតែពេលហ្នឹងមកកូនមិនតាន់ដាំបាយឲ្យជេរកូនជេរចៅដាក់ទៅស្រាក់មិនតាន់តលងតងហ្មងអាហ្នឹងស្អីហ្នឹងហ្នឹងហើយយើងអត់អប់រំចិត្តណាយើងមើលហេតុផលថៃបានយើងចឹងខ្លះដែលធ្វើឲ្យយើងមិនបានអប់រំចិត្តគឺទី1គឺទឹះពេកដែលធ្វើឲ្យយើងមិនមានសុខដែលធ្វើឲ្យយើងជួបតែទុក្ខទី1គឺយើងទៅណាទឹះនោះណាដូចជាពាក្យសុភាសិតមួយគេដាក់ថាម៉េចពិភពលោកនេះធំណាស់ធំទូលាយណាស់ដើរមួយជីវិតមិនសពផងតែបើចិត្តយើងចង្អៀតទៅណាក៏ទឹះដែរទៅណាក៏ចង្អៀតដែរចឹងយើងរៀនញាតិញោមកើតពីការរៀនអ្វីក៏ដោយគឺកើតពីការរៀនទាំងអស់យើងរៀនអប់រំចិត្តយើងបន្តិចរហូតទៅដល់វាខ្នាក់ចិត្តយើងនឹងវាធ្ងន់អានឹងប្រសើរហើយអាត្មាអីពីមុនមិនបានទេខឹងលឿនណាស់ញាតិញោមដល់ពេលអីយើងបានយល់យើងបានអានយើងបានស្ដាប់យើងបានឮយើងអាចធ្វើបានយើងអាចសង្កត់ចិត្តយើងបានយើងរៀនស្វែងរកចិត្តខ្លួនឯងថាចិត្តខ្លួនឯងពេលដែលកំពុងខឹងនឹងចិត្តយើងវាអាម៉េចរៀនស្គាល់ចិត្តខ្លួនឯងសិនចិត្តយើងនឹងវាងាយខឹងឬក៏ចិត្តយើងនឹងវាងាយអន់ចិត្តយើងនឹងវាមិនយើងរៀនយល់ចិត្តខ្លួនឯងសិនហើយរឿងលោភៈរឿងទោសៈរឿងមោហៈគ្មានពីណាកាត់ដាច់ទេចង់ទៅរកគ្រូធម៌ណាក៏កាត់មិនដាច់ដែរគាត់ថាវាមានថ្នាក់ល្អិតថ្នាក់កណ្ដាលថ្នាក់ខ្ពស់ហ្នឹងមានថាឲ្យឃើញតាមកាយវិចារចិត្តណាអាចេគេហ្នឹងតាមកាយវិចារចិត្តទៅបន្ទោសរាយមួយគេហ្នឹងណាប្រសងមានដែរក៏មានត្រឹមតែថ្នាក់ល្អិតទេត្រឹមតែខឹងនៅក្នុងចិត្តតែมันអាចចេញជាកាយវិការចេញជាពាក្យសម្ដីបានទេមែនទេអញ្ចឹងអាលោភៈទោសៈហ្នឹងបើកាលណាកាត់3នឹងដាច់អាហ្នឹងថាជាអរិយបុគ្គលហើយយល់ទេកាត់3នឹងដាច់តែយើងតំតែជាបឋមជនទោះជាប្រសងក៏មិនអរិយសង្ឃត្រឹមតែជាសមាធិសង្ឃហ្នឹងគឺសង្ឃរងថ្ងៃហ្នឹងយល់ទេមិនមែនថាបួសហ្នឹងបោះចោលកិលេសបោះចោលកាមតណ្ហាអត់មានទេហើយកាមតណ្ហាមិនមែនថាសំដៅទៅរឿងស្រីឬប្រុសប្រាថ្នាចង់បាននេះប្រាថ្នាចង់បាននោះសវេសវារបស់នេះរបស់នោះអាហ្នឹងហើយកាមតណ្ហាកិលេសហ្នឹងយើងជាប់ជំពាក់
ចិត្តយើងនឹងវាដូចជាសត្វស្វាអញ្ចឹងលោតទៅលោតមកលោតទៅលោតមកក៏ប៉ុន្តែសតិសម្បញ្ញៈរបស់យើងវាដូចជាព្រួញអញ្ចឹងសតិប្រៀបដូចជាអ្នកចាំបាញ់សម្បញ្ញៈប្រៀបដូចជាព្រួញចាំបាញ់សត្វនឹងឲ្យជាប់ចឹងចិត្តយើងនឹងវាងាយណាស់ងាយទទួលកជាយើងសតៈរបស់យើងនឹងងាយក៏គេជេរមកបន្តិចបន្តួចនឹងខឹងគេទៅសារត្រេកអរទៅគេនិន្ទាខឹងគេទៅអានឹងហើយដែលថាយើងបានអប់រំចិត្តយើងឲ្យវាធ្ងន់ណាងាយណាស់ញាតិញោមត្រឹមគេជេរម៉ាត់ពីម៉ាត់ហ្នឹងចាត់ទុកគេជាសត្រូវបាត់ហើយងាយណាស់ចិត្តយើងហេម្នាក់នេះមិនល្អទៅនិយាយដើមតគ្នាអានឹងហើយមិនកើតសត្រូវថ្ងៃនេះក៏មិនប្រកាសថាជាសត្រូវទៅថ្ងៃខាងមុខដែរមិត្តភក្តិសម្លាញ់ចិត្តស្និទ្ធថ្ងៃនេះក៏មិនប្រកាសថាជាមិត្តភក្តិចិត្តស្និទ្ធទៅថ្ងៃខាងមុខដែរអនិច្ចតាធម៌ប្រែប្រួលអាមិត្តភក្តិនឹងឆ្លោះគ្នាសាហាវជាងអាសត្រូវយើងទៀតញាតិញោមញាតិញោមដែរឃើញអ្នកឆ្លោះគ្នាណាឆ្ងាយពីគ្នាដែរឃើញសត្រូវមួយនៅព្រៃវែងសត្រូវមួយនៅពេញដែរឃើញឆ្លោះគ្នាអត់ទេអត់មានទេតែឆ្លោះគ្នាតែអ្នកនៅឃើញមុខគ្នារាល់ថ្ងៃហ្នឹងអ្នកលបងចិត្តគ្នាហ្នឹងមែនទេញាតិញោមអានេះឆ្លោះងុំមកឆ្លោះងុំមកអានេះចិត្តគ្នារាល់ថ្ងៃហ្នឹងអ្នកដល់ពេលឆ្ងាយឧទាហរណ៍ថាជួបគ្រោះថ្នាក់ចរាចរណ៍មួយយើងឆ្លោះប្រកែកតែពេលបុកគ្នាហ្នឹងដល់ពេលកាត់ទោសកាត់អីហើយបែកពីគ្នាហើយលែងខ្វល់តែអាឆ្លោះគ្នាយូរហ្នឹងគឺនៅអ្នកឃើញមុខគ្នារាល់ថ្ងៃទៅមករាល់ថ្ងៃឃើញមុខគ្នាអានឹងហើយដែលយើងបានអប់រំចិត្តមិនចេះសាមគ្គីគ្នាភ្លើងចេះផ្ទះយើងទៅហៅអ្នកអំពេញមកបលុតទាត់នេះមានរឿងអបតវហេតុឈឺប្រកាច់ប្រកិនម្នាក់ឯងទៅហៅអ្នកអំពេញនឹងមកជួយទាត់សាមគ្គីគ្នាទៅញាតិញោមមិនថោកអីនឹងមាត់ទេត្រូវសុំទោសទៅយើងរកមូលហេតុទេបើគេជេរអញអូអញនឹងវាខុសមែនខ្លួនឯងនឹងវាខុសមែនយើងរកមូលហេតុសិនចាំយើងតបទៅគេវិញគេជេរបន្តិចបន្តួចទៅលងតងម៉ាំងជេរឲ្យបន្តពេញហ្នឹងអានឹងឲ្យចិត្តយើងវាជ្រួលដល់ពេលគេទៅសារអូពេលគេនិយាយអាក្រក់តិចអូទេខឹងគេចិត្តយើងនឹងចឹងបានថាឲ្យយើងចាប់ចិត្តយើងឲ្យជាប់យកមកក្រុងឲ្យដូចសัตว์នោះចិត្តនឹងវាងាយលោតចឹងដូចអាត្មាចឹងពេលខ្លះឃើញរឿងអីដែលមិនដែលឃើញចិត្តនោះវាដូចត្រេកអរដូចអំភើបតែយើងដឹងថាចិត្តយើងកំពុងអំភើបយើងសកាត់ភ្លាមកុំអំភើបអានេះជារឿងធម្មតាដូចញាតិញោមចង់បានសុខចឹងចង់បានសុខដល់ពេលឃើញល្បីណាងទៅគឺថានោះអត់ធុកមកអាស្រ័យពីអាស្រ័យបានសុខស្រីក៏ទៅតាមគេអាហ្នឹងហើយចិត្តយើងវាមិនប្រកបនឹងអ្វីមួយឲ្យច្បាស់ដូចជាផ្លូវចឹងញាតិញោមដឹងទេតែផ្លូវពីស្វាយរៀងទៅពេញមានផ្លូវបែកប្រមាណយ៉ាងណាមិញសាសនាយើងដូចគ្នាចឹងផ្លូវបែកមានច្រើនណាស់តែយើងឲ្យប្រកបគោលដៅរបស់យើងថាយើងត្រូវទៅភ្នំពេញហើយកាលណាដែលយើងមិនស្គាល់ភ្នំពេញច្បាស់ដល់ពេលឃើញផ្លូវបែកចិត្តយើងរាចេះចំតាណាវិញផ្លូវនឹងបែកតាណាខ្លះដូចគ្នាចឹងដូចគ្នាដែលយើងគោរពពុទ្ធសាសនាយើងជាពុទ្ធសាសនាយើងមានកំណត់ថាយើងត្រូវទៅពុទ្ធសាសនាគោលដៅរបស់យើងផ្លូវយើងគឺព្រះនិព្វានហើយមិនតដល់ព្រះនិព្វាននោះឃើញផ្លូវបែកជា3ជា4ហើយរឿងអាគុំអូបអាមរឿងណាផ្សេងទៅដល់យ៉ាដឹងទៅណាទៅណីអាហ្នឹងហើយដែលធ្វើឲ្យយើងបានជិះគិតដល់ពេលយើងស្គាល់ផ្លូវហ្នឹងច្បាស់ចង់ផ្លូវបែក100មិនក៏យើងនៅទៅត្រង់នេះមែនទេទោះជាផ្លូវបែកយ៉ាងណាក៏ដោយក៏យើងនៅទៅត្រង់ដល់ពេញដល់ព្រះនិព្វានណាឧទាហរណ៍ចឹងយល់ទេញាតិញោមសិតតែញាតិញោមឆ្លាតទេហ្នឹងហើយយើងរៀនអប់រំចិត្តដូចក្នុងន័យដែលព្រះសម្មាសម្ពុទ្ធបង្រួមហ្នឹងគឺគាត់ចង់ឲ្យយើងរៀនសង្កត់ក្នុងការអប់រំចិត្តដែលធ្វើសាសនាយើងរុងរឿងអប់រំចិត្តបានម្នាក់ក៏អាចជួយសាសនាយើងបានដែរដូចជាព្រះអង្គដែលជាធម្មការីក៏ដូចជាព្រះអង្គដែលធម្មវាគ្មិនដែលចូលមកសាមណសិស្សហ្នឹងសម្រួមន័យទាំងអស់គឺចង់សង្កត់លើចិត្តរបស់យើងកុំឲ្យយើងធ្វើអ្វីមួយដោយមិនបានគិតពិចារណារឿងសម្លាប់រឿងអីហ្នឹងណាវាចឹងរឿងគាត់និយាយមិញទៅវត្តមិនទាន់ហ្នឹងដាក់ស្រាក់មិនទាន់ដើរបលូបដើអាហ្នឹងឲ្យចិត្តយើងវាមិនចេះគុំក្រងវាងាយចំណែនគេវាងាយនិយាយដើមគេអារឿងនិយាយដើមគេហ្នឹងចេះអាខ្លួនឯងហ្នឹងមិនប្រកាសចិត្តខ្លួនឯងណាអ្នកបងខ្ញុំដឹងរឿងពីនេះតែខ្ញុំនិយាយប្រាប់តែអ្នកបងឯងម្នាក់ណាអ្នកបងឯងគុំនិយាយប្រាប់គេទៀតគេឲ្យខ្ញុំប្រាប់ថាបងឯងម្នាក់ឯងដល់ពេលអីអាខ្លួនឯងហ្នឹងវាមិនច្បាស់យើងទៅឲ្យគេដល់ពេលគេនោះឃើញណាមួយទុកចិត្តគេទៅនិយាយទៀតខ្ញុំប្រាប់តែបងឯងមួយទៀតទេពួកគេផ្ដាំខ្ញុំថាមិនឲ្យនិយាយតទេប្រាប់តែបងឯងមួយទៀតទេហ្នឹងចឹងរឿងហ្នឹងរហូតអត់ឈប់ទេនៅតគ្នារហូតទៅដល់ម្ចាស់មាននឹងអីមិនបន្ទោសរាយគ្នា
ថាលឺអីបញ្ចប់តំណឹងមកសកប់បញ្ចប់តំណឹងមកកុំបន្តទៀតសម័យឥឡូវគេថាអញ្ចឹងមានកិច្ចណាហ្នឹងហើយអញ្ចឹងមានកិច្ចហ្នឹងគឺសំដៅទៅលើមនុស្សហ្នឹង